តាំងពីចេះស្លមកបែបនេះមកលែងបុកគ្រឿងស្លបងប្អូនណាការីអត់បុកគ្រឿងឆ្ងាញ់ងាយស្រួលក្នុងការស្លទៅអត់ស្កាតស្លបានគ្រប់ប្រភេទសាច់មិនថាទាមិនថាកងានមិនថាតែសាច់ជ្រូកមិនថាតែមាន់កកទេស្លជាមួយសាច់ណាក៏ឆ្ងាញ់ដែរបងប្អូនណាញ៉ាំធ្វើការីនំប៉័ងក៏បានការីនំចុកកាន់តែឆ្ងាញ់ញ៉ាំជាមួយបាយក៏បាននិយាយពីគ្រឿងផ្សំស្រួលទាំងរៀបស្រួលទាំងធ្វើអត់ស្មុគស្មាញសាំញ៉ាំហើយរបៀបធ្វើក៏ងាយដែរគ្រឿងផ្សំទាំងអស់នេះបងប្អូនអាចចូលមើលបន្ថែមនៅក្នុងខមមិនរូបភាពខ្ញុំដាក់មករូបភាពជូនបងប្អូនតែម្ដងហើយសាច់ដែលខ្ញុំយកមកស្លគឺស្លជាមួយនឹងកងាន3គីឡូកន្លះពេញសាច់មួយក្បាលធំល្អបងប្អូនណាកងានទាមាន់កកអីកាប់ឲ្យធំបងប្អូនកុំបារម្ភការីកាន់តែធំកាន់តែឆ្ងាញ់ហើយនេះខ្ញុំស្លធ្វើការីនំប៉័ងរបៀបក្នុងការស្លគឺអត់ពិបាកទេបងប្អូនម្ទេសឆ្អើរដែលយើងបានចិញ្ច្រាំឲ្យម៉ត់ហ្នឹងយកមករំលីងនឹងពណ៌ក្រហមល្អមកចាប់ផ្ដើមថែមជាមួយដាក់ជាមួយនឹងកាពិធ្ងន់ស្រាលចូលចិត្តណាដាក់តិចដាក់ច្រើនបងប្អូនដាក់ទៅហើយ3មុខនេះបងប្អូនណា3មុខនេះហើយស្លយើងអត់បុកគ្រឿងប៉ុន្តែឆ្ងល់ថាម៉េចបានខាប់ដោយសារ3មុខហ្នឹងបងប្អូនខ្ទឹមសខ្ទឹមក្រហមជាមួយនឹងខ្ទឹមបារាំងកូរវឹកមកចាប់ផ្ដើមបន្ថែមបងប្អូនណាបន្ថែមជាមួយនឹងគ្រឿងការីស្ករត្នោតជាមួយនឹងម្សៅស៊ុបដុំស៊ុបឲ្យបញ្ចូលចិត្តឬក៏ចេះញ៉ាំប៊ីចេងដាក់ប៊ីចេងបន្តិចទៅហើយ3មុខនេះបងប្អូនណាខំសាច់ជាមួយនឹងគ្រឿងមើលទៅឡើងខាប់លឿនហ្នឹងគឺ3មុខហ្នឹងឯងហើយនេះសាច់បងប្អូនណាសាច់យើងរងាស់ជាមួយនឹងគ្រឿងរហូតដល់ដាច់ទឹកប្រៃទៅបងប្អូនជាតិបងប្អូនណាគាត់តែវ៉យនេះនឹកឃើញឃ្លានទៀតដែរស្លឡើងឈ្ងុយបងប្អូនធ្លាប់ស្លការីរសជាតិក្លិនបែបណាជាមួយឬក៏សាធ្វើជាមួយវីដេអូមុនក្លិនបែបណាឈ្ងុយបែបណាឆ្ងាញ់បែបណាជួយខមមិនប្រាប់បងប្អូនផងធ្វើ4ដងវគ្គនេះបងប្អូនណាហើយការីកងានជាមួយនឹងក្រាក់កងានដល់ប្រៀបធៀបម្នាក់ម្យ៉ាងហ្នឹងបងប្អូនក្រាក់ឆ្ងាញ់ម្យ៉ាងប៉ុន្តែការីនេះឆ្ងាញ់ម្យ៉ាងបងប្អូនអាចសាកលបងបានបើសិនជាចង់សាកការីសម្រាប់ការស្លការីនេះអត់បុកគ្រឿងក៏ពិតមែនប៉ុន្តែគ្រឿងមកយើងយកមកដាក់គឺយើងអាំងឲ្យឈ្ងុយតិចសិនបងប្អូនណាមានគល់ក្រីជាមួយនឹងរំដេងជាមួយនឹងស្លឹកក្រូចយើងចាប់ដើមដាក់ទៅបងប្អូនណាហើយរងាស់តិចទៅបន្ថែមទឹកដោះគោបន្តិចទៅបន្ថែមជាមួយនឹងនេះដូងបើសិនជាបងប្អូនមានទឹកដូងយើងដូងប្អូបអីដាក់ទៅបងប្អូនណាឆ្ងាញ់តែម្ដងបន្លែដែលបន្ថែមបានជាមួយបងប្អូនអាចបន្ថែមជាមួយនឹងខ្ទឹមបារាំងជាមួយនឹងស្ដាយគួរជាមួយនឹងដលងជ្វាឲ្យបងប្អូនអាចដាក់បាននិយាយទៅរសជាតិមួយយ៉ាងអ្នកចូលចិត្តបែបណាដាក់បែបហ្នឹងបងប្អូនណាទឹកតិចច្រើនបងប្អូនញ៉ាំជាមួយការីនំប៉័ងដាក់ទឹកតិចទៅបើការីនំចុកអីបងប្អូនត្រូវការច្រើនដាក់ច្រើនទៅសម្រាប់ការស្លបងប្អូនពីខ្ញុំទៅរសជាតិឆ្ងាញ់បងប្អូនកាន់តែរងាស់ទៅគ្រឿងហើយនឹងសាច់ហ្នឹងគឺចាប់ផ្ដើមខំព្រាលល្មួតឈ្ងុយឆ្ងាញ់តែម្ដងបងប្អូនដែលគាត់ធ្លាប់សាកបងប្អូនជួយខមមិនប្រាប់ខាងក្រោមផងការស្លរបស់ខ្ញុំនេះគឺខ្ញុំស្លច្រើនដងហើយមានបងប្អូនសាកតាមក៏ច្រើនដែរអញ្ចឹងសម្រាប់ការស្លមួយមុខនេះគឺមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនមានមតិយោបល់ក្នុងការចែករំលែកជាបទពិសោធន៍ក្នុងការស្លឬក៏មានមតិយោបល់បែបណាចង់ឲ្យស្លនេះកាន់តែល្អកាន់តែឆ្ងាញ់បងប្អូនអាចចែករំលែកខាងក្រោមបានមតិយោបល់បងប្អូនទាំងអស់គ្នាខ្ញុំរីករាយក្នុងការទទួលយកហើយសម្រាប់វីដេអូមានប៉ុណ្្នឹងទេអរគុណច្រើនជួបគ្នានៅវីដេអូក្រោយបន្តទៀតអរគុណច្រើនបាយបាយ